ចាសស្ដីបងប្អូនថ្ងៃនេះខ្ញុំមកផ្សារ PC ទិញម្ហូបចាផ្សារ PC ស្រួលម្យ៉ាងគឺខ្ញុំស្លទឹកនំបញ្ចុកអញ្ចឹងមានមួយកន្លែងហ្នឹងគាត់លក់នំបញ្ចុកនិងបន្លែគ្រឿងនំបញ្ចុកទាំងអស់នៅតែមួយតូបហ្នឹងហ្មងចាហើយនៅផ្លូវចូលផ្សារហ្នឹងមានគេអាំងត្រីលក់អញ្ចឹងខ្ញុំទិញគាត់2ហើយទុកឲ្យគាត់អាំងឲ្យឆ្អិនល្អខ្ញុំចេញមកវិញយកអស់ហ្នឹងធំពីរហ្នឹងអស់15000បើយើងចង់យកទឹកបញ្ជូរទឹកអំពិលទឹកស្វាយអីជាលក់ញ៉ាំក៏បានញ៉ាំមួយបាយប៉ុន្តែខ្ញុំយកមកបេះស្លទឹកនំបញ្ចុកខ្ញុំអត់យកទេយកតែត្រីចាបងប្អូនបន្លែធ្វើល្បោយនំបញ្ចុកនេះស្រស់ល្អណាស់បងប្អូនចាបងប្អូនខាងខ្ញុំមិនចោលទេទឹកព្រឹកនេះបងប្អូនគឺយើងកូរស្ករត្នោតហ្នឹងឲ្យឈ្ងុយហើយយើងដាក់អំពិលទុំហ្នឹងគឺយើងពូតឲ្យណែនយើងដាក់ក្នុងទឹកស្ករយើងឈ្ងុយយើងដាក់ទឹកហើយសណ្ដែកបាយហ្នឹងគឺខ្ញុំត្រាំពីយប់ព្រឹកឡើងមុនទៅផ្សារហ្នឹងខ្ញុំស្ងោរវារីកសិនតែឆ្អិនសិនហើយមកផ្សារវិញខ្ញុំធ្វើហើយយើងកូរចូលគ្នាទៅដាក់អំបិលបន្តិចផងបងប្អូនហើយអំបិលទុំហ្នឹងគឺយើងពូតឲ្យណែនអញ្ចឹងដើម្បីឲ្យវាចេញជូរមកបន្តិចអត់ត្រូវការជូរខ្លាំងនេះយើងយកមកកិនឲ្យបាយតិចចាហើយយើងទុកទឹកព្រឹកយើងហ្នឹងឲ្យត្រជាក់សិនចាំយើងដាក់សណ្ដែកដីដើម្បីឲ្យវានៅច្រប់ពេលយើងញ៉ាំទៅហើយនឹងសណ្ដែកបាយញ៉ាំទៅខ្ទិះឈ្ងុយឆ្ងាញ់សណ្ដែកបាយនិងសណ្ដែកដីហ្នឹងចាហើយនំបញ្ចុកនេះហ្នឹងបានក្មួយស្រីមកជួយចិត្តបន្លែមើលបងប្អូនមើលគេហាន់បន្លែហាន់មិនហាន់ទៅបរៀនឲ្យចេះទៅបើអត់ឲ្យធ្វើទេគឺអត់ចេះទេបងប្អូនអើយចឹងនេះបរៀនឲ្យហាន់តសក់ហាន់បន្លែអីចានំបញ្ចុកនេះបន្លែនៅលើអាមីទាំងអស់អាមីលាង3 4 5ទឹកឡើងស្វិតដៃឡើងរីកដៃបងប្អូនប្រុសនោះគេចង់ញ៉ាំទឹកស្លខ្មែរគេកំងយូរហើយតែអស់ប្រហុកអញ្ចឹងទៅគាត់បានស្លឲ្យហើយនេះបងអូនខ្ញុំគេទិញពីខេត្តមកដូចថាគេដឹងប្រភពធ្វើអនាម័យល្អអីចឹងណាហើយគេអាំងឲ្យឆ្អិនហើយបងប្អូនខ្ញុំស្លនេះខ្ញុំស្លប្រហុកឆ្អិនស្រាប់បងប្អូនខ្ញុំអត់ស្លប្រហុកឆៅទេឆ្អាបបងប្អូនគ្រឿងស្លនំបញ្ចុកហ្នឹងមានខ្ទឹមសហើយខ្ជាយល្មៀតប៉ុណ្ណឹងឯងខ្ញុំកិនចូលគ្នាបងប្អូនមកចង់បានម៉ាស៊ីនកិនគ្រឿងអាចកំងបានខ្ញុំមានលក់ល្អប្រើម៉ាស៊ីនហ្នឹងបន្ទាប់ពីកិនគ្រឿងហើយយើងមកបេះសាច់ត្រីយកឆ្អឹងចេញហើយយើងបុកវាបុកឲ្យបែកសាច់ល្អបងប្អូនយើងបុកឲ្យបែកសាច់ចឹងទៅស្លទៅមានជាតិឆ្ងាញ់ណាយើងមិនមែនបុកមុំឲ្យសល់សាច់ដុំទេនេះយើងបុកវាឲ្យបែកសាច់ណាបងប្អូនចាអញ្ចឹងក្រោយពេលយើងត្រៀមរួចរាល់តាមលំដាប់លំដោយអស់ហើយយើងមកចាប់ផ្ដើមស្លស្លឹកគ្រៃហ្នឹងគឺខ្ញុំញីឲ្យមូវាចងវាណែនហើយដាក់ល្គុយសើចហើយនេះប្រហុកពីរតែព្រាធំដែរបងប្អូននេះក្មួយខ្ញុំគេអ្នកឈរស្លអានេះប្រកបក្មួយឲ្យចេះស្លចានេះលឺតែដាក់ប្រហុកដីខ្ញុំគេស្រែកគាត់អត់ចូលចិត្តប្រហុកគាត់លឺតែប្រហុកខ្លាចហើយគាត់ថាមិនក៏មិនដាក់កាពិខ្ញុំបញ្ចុកស្លខ្មែរណាទៅដាក់កាពិដាក់ប្រហុកហើយមិនដាក់តិចទេតដាក់ច្រើន2ស្លាបព្រាបាយហើយប្រហុកឆ្អិនហើយស្មើនឹងប្រហុកឆៅចូល3ស្លាបព្រាអីហើយបងប្អូនប្រហុកឆ្អិនហើយសាច់វាហាប់មកផ្ទះម្នាក់អត់ចូលចិត្តប្រហុកទេធំក្លិនប្រហុកហ្នឹងបាត់ច្រមុះរត់ហើយប៉ុន្តែនិយាយពីទឹកស្លនំបញ្ចុកខ្មែរនេះចូលចិត្តណាស់មានណាបងប្អូនយើងប្រើប្រហុកអាំងហើយអញ្ចឹងដាក់ស្លទៅឈ្ងុយត្រូវជាមួយខ្ជាយល្មៀតស្លឹកគ្រៃស្លឹកក្រូចសើចអីចឹងផងខ្ទិះដូងអីចឹងផងនិយាយពីឈ្ងុយឲ្យមានធំក្លិនប្រហុកអីបន្តិចគឺឈ្ងុយយកហ្មងឆ្ងាញ់នេះនិយាយទៅទឹកស្លនំបញ្ចុកឆ្អិនបារាយលឿនណាបងប្អូនមួយផ្លេតទេខានស្លយូរដែរបងប្អូនហើយឥឡូវចាំប្រហុកបងប្អូនហើយខ្ញុំអត់ហ៊ានទិញប្រហុកនេះផ្ដាស់ទេហើយបងប្អូនគេដឹងប្រវត្តិធ្វើពីខេត្តមកដល់អញ្ចឹងទៅគេធ្វើល្អអញ្ចឹងយើងទិញហើយនេះបងប្អូនគេអាំងឲ្យហើយស្រេចហើយអាំងពីនោះមកហើយខ្ញុំធ្លាប់អាំងនៅក្នុងផ្ទះកន្លែងយើងលក់ដូរផងនិយាយពីធំក្លិនពីលើដល់ក្រោមពីក្រោមដល់លើប្រហុកវាធំក្លិនដល់ពេលយើងចំអិនហ្នឹងហើយបងប្អូនដល់ពេលឆ្អិនហើយឈ្ងុយទៅលេងធំក្លិនស្អុយប្រហុកអីចាហើយបងប្អូនខ្ញុំក៏គេមិនអាំងនៅក្នុងផ្ទះដែរធំក្លិនពេញផ្ទះដែរហ្នឹងឲ្យបុគ្គលិកយកតែអាំងនៅផ្ទះពុកម្ដាយបុគ្គលិកនៅឯខាងជនបទស្រែអាំងកដាលវាស្រែអានអស់ហើយនេះដួសឲ្យប្តីខ្ញុំអត់ចូលចិត្តប្រហុកទេប៉ុន្តែទឹកស្លវិញញ៉ាំឲ្យទាំងទឹកហើយក្មួយផ្សៃពៅខ្ញុំនេះបកកែម្ទេសមែនទែននំបញ្ចុកស្លខ្មែរហ្នឹងត្រូវជាមួយម្ទេសកញ្ចក់ចាប